bad memory បំផុតគឺអត់លុយតាំងពីតូចមកខ្ញុំខំប្រឹងរៀនខ្ញុំខំប្រឹងរៀនបកាខ្ញុំចាប់យកជំនាញ because ខ្ញុំជឿថាខ្ញុំអត់ចង់កាត់ជំនុំអ្នកដែរមិនខ្វះលុយណាហើយតាំងពីតូចខ្ញុំអត់ដែរយល់អារម្មណ៍ថាខ្វះលុយនឹងមិនទេគាត់ថាការចាយវារបស់ខ្ញុំមានកំណត់ដោយសារប៉ាម៉ាក់ខ្ញុំកំណត់មួយថ្ងៃខ្ញុំចាយតែ10000ទេប៉ាម៉ាក់ខ្ញុំឲ្យលុយមួយថ្ងៃ10000ដើម្បីចាយទេហើយខ្វះខាតទិញសភៅបងសាលាអីគឺគាត់អ្នកចាយទាំងអស់10000ហ្នឹងគ្រាន់តែទុកចាយនៅសាលាថៃអីចឹងណាបាយអីគាត់ទិញចេញអស់ហើយតែក្នុងចិត្តខ្ញុំគិតថាខ្ញុំខំប្រឹងរៀនខ្ញុំរៀនចប់ដល់សកលខ្ញុំនឹងបានលុយច្រើនមួយខែប្រាក់ខែ1000ខ្ញុំនឹងអាចអត់ជួបអាបញ្ហាខ្វះលុយហ្នឹងទេខ្ញុំចង់មានផ្ទះខ្ញុំចង់មានឡាន but guys ខ្ញុំចាប់ទី12 18ឆ្នាំចប់nămចូលសកល19 20 21 22 4ឆ្នាំហើយដែលខ្ញុំ working ដែលខ្ញុំ studying and still វានៅតធ្វើឲ្យយើងមានអារម្មណ៍ថាវាអត់ដល់គោលដៅដែលយើងចង់បាន but it's okay right ខ្ញុំគិតថាខ្ញុំនឹងឲ្យពេលខ្លួនឯង10ឆ្នាំក្នុងការធ្វើការ to the goal that I want ហើយត្រឹមអាយុ30អញ្ចឹងខ្ញុំសល់ពេល8ឆ្នាំទីក្នុងការធ្វើការហើយមានអារម្មណ៍ថាសម្ពាធពិបាកអត់ដូចនៅមួយប៉ាម៉ាក់ទេដល់ខែទឹកភ្លើងដល់ខែបងទេដល់ខែចាយវាយហើយព្យាយាមក្នុងការដកពេលដើម្បីរកលុយតែខ្ញុំគិតថាវាជាដំណើរជីវិតមួយល្អបំផុតតែដែលប៉ាម៉ាក់ខ្ញុំមិនខ្វះខាតទេតែយើងយកខ្លួនធ្វើរឿង explore រឿងហ្នឹងដល់ថ្ងៃចាក់សាំម៉ូតូខូច oh a lot of thing you know